មានងត់ការសិក្សាមួយបានបង្ហាញថាអ្នកដែលមានអក្សរកខ្វក់អ្នកដែលមានអក្សរអត់ស្អាតដោយសរសេរលឿនខ្លាំងហ្នឹងគឺមកពីមូលហេតុមួយគឺដោយសារតែខួរក្បាលរបស់គាត់លឿនខ្លាំងពេកនិងល្អខ្លាំងពេករហូតដល់ដៃរបស់គាត់សរសេរអត់ទាន់ហើយបើយើងកំពុងតែមានអក្សរស្អាតឬក៏កខ្វក់ហ្នឹងគឺយើងសប្បាយចិត្តខ្លះទៅកត្តាដែលធំបំផុតដែលធ្វើឲ្យអក្សរអត់ស្អាតនៃអ្នកបកកាយហ្នឹងគឺដោយសារតែខួរក្បាលរបស់យើងគឺកណនីលឿនឧទាហរណ៍ថាពេលមួយខួរក្បាលរបស់ខ្ញុំគឺកំពុងតែ focus លើការកណនីកណិតដូច្នេះហើយពេលនោះគឺយើងរកដំណោះស្រាយហើយយើង focus គឺយើងជួសរសេរទៅអញ្ចឹងគឺយើងអត់បាន focus ទៅលើអក្សរយើងទេហើយនៅពេលដែលការកណនីឬក៏ការ focus របស់យើងនឹងវា focus ខ្លាំងពេកទៅគឺយើងអត់បានគិតទៅលើអក្សរតែម្ដងប៉ុន្តែបើត្រឡប់ទៅវិញនៅពេលដែលយើងមានអក្សរស្អាតនេះសួរថាវាល្អអត់មែនតើនេះគឺជាភាពអវិជ្ជមានដូចគ្នាទី1គឺមូលដ្ឋានគ្រឹះយើងពីក្មេងអាចនឹងពេលនោះគឺយើងចេះជាឬក៏យើងអត់បានขียนដិតដល់ឬក៏យើងអត់បាន focus ទៅលើការសរសេរពីដើមពី A ដល់ Z ទៅដូច្នេះហើយគឺធ្វើឲ្យគ្រឹះនៃការសរសេររបស់យើងនឹងគឺវាចាប់ផ្ដើមមកបានល្អហើយក៏យើងមានទម្លាប់មួយគឺសរសេរអក្សរបែបអត់ស្អាតទី2វិញគឺមកពីកត្តាខ្លួនយើងផ្ទាល់តែម្ដងគឺលក្ខណៈថាយើងអត់សូវ focus គឺយើងរៀងខ្ជះខ្ជាយព្រោះនេះគឺវាកាត់ឡើងលើខ្ញុំផ្ទាល់តែម្ដងសូម្បីតែអក្សរខ្ញុំគឺអ្នកចិត្តខ្ញុំអីគឺអានអត់ដាច់ទេគាត់ថាចំពោះសោភ័ណ្ឌភេទឧទាហរណ៍បើជាការប្រឡងហើយបើអក្សរយើងអត់ស្អាតក៏គេរៀងកាត់បន្ទុកខ្លះដែរព្រោះគ្រូអានអត់ដាច់ហើយចុងក្រោយចង់ប្រាប់បងប្អូនតិចថាបើយើងកំពុងតែមានអក្សរស្អាតឬក៏យើងកំពុងតែសរសេរលឿនខ្លាំងដែលវាខ្ជិលខ្ជាយអីហ្នឹងគឺថាយើងអាចកែបានខ្លះទៅព្រោះនៅពេលដែលយើងមានអក្សរស្អាតក៏វាជាភាពវិជ្ជមានមួយដែរមិនថានៅក្នុងការរៀនសូត្រឬក៏នៅក្នុងកន្លែងការងារឬក៏នៅកន្លែងណាក៏ដោយតែបើថាការងាររបស់យើងគឺតម្រូវឲ្យសរសេរលឿនហើយគឺថាយើងតាមហ្នឹងទៅបើថាអង្គុយស្អាតមួយគឺថាសរសេរមិនតាន់ទេហើយចុងក្រោយឲ្យប្រាប់ខ្ញុំបានថាយើងរងថ្ងៃគឺរ៉េតឲ្យអក្សរខ្លួនឯងមិនលើមមិនដែរសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំរ៉េតឲ្យខ្លួនឯង5លើ10ទេជួបគ្នាជាមួយបាទ Evan នៅវីដេអូក្រោយទៀតបាយបាយ